បរិសុទ្ធចំណាស់ម្នាក់ប្រញាប់យកកាំភ្លើងបរបាញ់ទៅពិនិត្យមើលពេលដឹងថា Wolverine មិនមានបំណងអាក្រក់គាត់ក៏ទទួល Logan ឲ្យស្នាក់នៅយប់នោះ Logan សាកល្បងបញ្ចេញក្រញាំដែករបស់ខ្លួនក្នុងបន្ទប់ទឹកបើប្រៀបធៀបនឹងក្រញាំឆ្អឹងពីមុនក្រញាំដែកថ្មីនេះមានកម្លាំងសម្លាប់ខ្លាំងជាងឆ្ងាយព្រឹកឡើងបរិសុទ្ធចំណាស់បានយកអាវស្បែករបស់កូនប្រុសគាត់ឲ្យ Logan ពាក់គាត់ដឹងថា Logan ជាមនុស្សល្អប៉ុន្តែភ្លាមនោះគ្រាប់កាំភ្លើងមួយបានបាញ់ចំទ្រូងបរិសុទ្ធចំណាស់វាគឺជាក្រុមរបស់ភ្នាក់ងារ Agent Zero ដែលបានរកឃើញកន្លែងលាក់ខ្លួនរបស់ Logan ក្រោមបញ្ជារបស់មេបញ្ជាការឧទ្ធម្ភាគចក្របានបាញ់មីស៊ីលមកលើឃ្លាំង Logan ជិះម៉ូតូគេចខ្លួនចូលព្រៃទោះគេចផុតពីការវាយប្រហារមួយក៏ដោយរថយន្តពាសដែកបានបង្ហាញខ្លួននៅពីមុខ Logan បំផ្លាញអាវុធរបស់សត្រូវប៉ុន្តែឧទ្ធម្ភាគចក្រនៅលើអាកាសនៅតែដេញតាមគាត់បានប្រើក្រញាំដែកកាត់ស្លាប់បង្វិលរបស់ឧទ្ធម្ភាគចក្រធ្វើឲ្យវាធ្លាក់បោកដី Logan ឃើញ Agent Zero រងរបួសធ្ងន់ហើយដំបូងគាត់ចង់ទុកជីវិតឲ្យប៉ុន្តែ Agent Zero នៅតែចំអកទីបំផុត Logan បានបញ្ឆេះប្រេងលើដីបញ្ចប់ជីវិតរបស់គាត់ដើម្បីរក Sabretooth Victor Creed Logan បានធ្វើដំណើរទៅ Las Vegas រកអតីតសមាជិកក្រុមគឺ Fred Dukes Blob ដំបូង Fred មិនព្រមប្រាប់អ្វីទេហើយថែមទាំងប្រយុទ្ធជាមួយ Logan ដោយសារទម្ងន់ជាង500គីឡូក្រាម Fred មានកម្លាំងខ្លាំងណាស់ប៉ុន្តែ Logan បានរកឃើញចំណុចខ្សោយរបស់គាត់ហើយវាយឈ្នះបានក្រោមការគំរាមកំហែង Fred បានប្រាប់ការពិតថាបន្ទាប់ពីចាក់ចេញពីក្រុមអតីតសមាជិកភាគច្រើនបានលាក់ខ្លួនមានតែ Sabretooth ប៉ុណ្ណោះដែលនៅបន្តធ្វើការឲ្យ Stryker នឹងចាប់មនុស្សបំលែងទៅឃុំលើកោះសម្ងាត់មួយមនុស្សតែម្នាក់ដែលដឹងទីតាំងកោះគឺ Remy LeBeau Gambit Logan និងមិត្តរួមដំណើរបានទៅរក Gambit នៅកាស៊ីណូតែ Gambit ច្រឡំថា Logan ជាសមាជិករបស់ Sabretooth ព្រោះគាត់ពាក់ស្លាកសញ្ញាដូចគ្នាមិនទាន់បានពន្យល់ផង Gambit ក៏ប្រើសញ្ញាប៊ីផ្ទុះវី Logan ចេញនៅពេលនោះ Sabretooth បានសម្លាប់មិត្តរបស់ Logan ម្នាក់ដោយកំហឹង Logan បានប្រយុទ្ធជាមួយ Sabretooth និងយកឈ្នះបានគាត់ជិតសម្លាប់ Victor ប៉ុន្តែ Gambit បានមកឃាត់ហើយប្រើអំណាចវីបំបែកអ្នកទាំងពីរក្រោយ Logan ពន្យល់ការពិត Gambit ក៏ជឿហើយជួយបើកយន្តហោះនាំ Logan ទៅកោះសម្ងាត់ពេលទៅដល់ Stryker ហាក់ដូចជាដឹងជាមុនថា Logan នឹងមករំពេចនោះ Keva ដែល Logan គិតថាស្លាប់ហើយបានបង្ហាញខ្លួនវិញ Logan ភ្ញាក់ផ្អើលយ៉ាងខ្លាំងការពិតគឺ Stryker បានបញ្ជា Keva ឲ្យចូលទៅស្និទ្ធស្នាលជាមួយ Logan ដើម្បីតាមដានគាត់បន្ទាប់មកគេបង្កើតឈុតឆាកឲ្យ Logan ជឿថា Keva ត្រូវបានសម្លាប់ដើម្បីទាក់ទាញគាត់មកកោះគោលបំណងគឺយកសែនរបស់ Logan ទៅបង្កើតអាវុធមនុស្សបំលែងដ៏អស្ចារ្យប៉ុន្តែ Keva ពិតជាស្រឡាញ់ Logan មែននាងយល់ព្រមធ្វើតាម Stryker ព្រោះគេបានសន្យាថានឹងដោះលែងប្អូនស្រីរបស់នាងទោះជាយ៉ាងណា Stryker មិនបានគោរពសន្យាទេហើយថែមទាំងបញ្ជា Sabretooth សម្លាប់ Keva ទៀតផងដោយដឹងថា Keva កំពុងមានគ្រោះថ្នាក់ Logan ផ្ទុះកំហឹងកម្លាំងរបស់គាត់កើនឡើងយ៉ាងខ្លាំងហើយវាយ Sabretooth ដួលយ៉ាងងាយទោះអាចសម្លាប់ Victor បានក៏ដោយ Logan មិនអាចធ្វើចិត្តបានគ្រាន់តែវាយឲ្យសន្លប់ប៉ុណ្ណោះ Keva បានប្រាប់ការពិតទាំងអស់ដល់ Logan ហើយអ្នកទាំងពីរបានចូលទៅក្នុងគុកមនុស្សបំលែង Logan ភ្ញាក់ផ្អើលពេលឃើញកុមារមនុស្សបំលែងជាច្រើនត្រូវបានឃុំឃាំងនិងធ្វើពិសោធន៍យ៉ាងឃោរឃៅគាត់បានដោះលែងកុមារទាំងអស់រួមទាំងប្អូនប្រុសរបស់ Keva ផងដែរប៉ុន្តែ Stryker មិនឲ្យពួកគេចាក់ចេញដោយងាយឡើយគាត់បានបញ្ជូនវីផុនឆៃ Deadpool ដែលជាអាវុធមនុស្សបំលែងដ៏ខ្លាំងបំផុតមករារាំង Logan ពេលឃើញសត្រូវមានក្រញាំដែកដូចខ្លួន Logan ស្ទើរមិនជឿភ្នែកវីផុនឆៃមិនត្រឹមតែមានក្រញាំ Adamantium ប៉ុណ្ណោះទេថែមទាំងមានអំណាចពីមនុស្សបំលែងជាច្រើនរួមទាំងសមត្ថភាពព្យាបាលខ្លួនឯងនិងអាចបំលែងទីតាំងបានភ្លាមការប្រយុទ្ធរវាងអ្នកទាំងពីរគឺសាហាវខ្លាំង Logan ត្រូវវីផុនឆៃវីរហូតស្ទើរតែចាញ់ខណៈពេល Keva និងកុមារមនុស្សបំលែងកំពុងរត់គេចពួកគេក៏ត្រូវកងទ័ពដេញតាមទោះជាយ៉ាងណាដោយសារការសហការរបស់កុមារមនុស្សបំលែងពួកគេអាចរត់គេចបានដោយជោគជ័យខណៈដែល Logan នៅតែបន្តប្រយុទ្ធជាមួយវីផុនឆៃដើម្បីការពារពួកគេនៅទីបំផុត Logan ក៏បានសម្លាប់ចិត្តពលបានសម្រេច